សួស្តីអ្នកទាំងគ្នាពួកយើងមកពីក្រុម Presenso អញ្ចឹងជាដំបូងចង់សួរទៅអ្នកទាំងគ្នាថាអ្នកទាំងគ្នាដែលឆ្ងល់នៅក្នុងស្ថាប័នរដ្ឋមួយចំនួនណាអ្នកដែលធ្វើការនៅកន្លែងហ្នឹងណាភាគច្រើនគាត់គ្រាន់តែទៅសញ្ញា attendant គាត់ហើយគាត់មកផ្ទះវិញហើយឬមួយក៏គាត់ទៅធ្វើការងារអីផ្សេងគាត់នៅកន្លែងធ្វើការគាត់រហូតដល់ចាប់ម៉ោងការងារប៉ុន្តែជាក់ស្ដែងattendant របស់គាត់គឺមានបានន័យថាឃើញគាត់នៅធ្វើការគ្រប់ម៉ោងហ្នឹងហើយដោយសារតែពួកយើងឆ្ងល់នៅបញ្ហាទាំងនេះហើយទើបធ្វើឲ្យពួកយើងបានចុះទៅសាកសួរនៅឯទីក្រុងភ្នំពេញក៏ដូចជានៅឯទីក្រុងខេត្តស្ទឹងត្រែងហើយនេះគឺជាដែលរូបថតដែលពួកយើងបានចុះទៅសាកសួរពួកគាត់ហ្នឹងហើយនៅពេលដែលយើងបានចុះទៅសាកសួរហ្នឹងយើងបានរកឃើញនៅបញ្ហាធំចំនួន6តាក់ទងនឹងការ track attendant អ្នកធ្វើការងាររដ្ឋហ្នឹងអញ្ចឹងនៅពេលដែលយើងចុះទៅសាកសួរហ្នឹងយើងបានឃើញថាបញ្ហាទី1នោះគឺការជួយសញ្ញា attendant ឲ្យគ្នានៅកន្លែងការងារមួយចំនួនហ្នឹងគឺពួកគាត់ជួយយកយល់គ្នាអញ្ចឹងពេលខ្លះទៅគាត់ជួយសញ្ញាឲ្យគ្នាទៅវិញទៅមកហើយទី2នោះគឺបញ្ហា error បានន័យថាដោយសារតែគាត់សញ្ញាដោយដៃឬគាត់បូកសរុប attendant ដោយដៃអញ្ចឹងធ្វើឲ្យមានការខុស error មានការបាត់អីចឹងទៅហ្នឹងហើយទី3គឺ time consuming ដូចដែលយើងដឹងហើយថាធម្មតាការបូកសរុបបញ្ជីអវត្តមានដៃហ្នឹងវាតែងតែមានខុសមានត្រូវមានអីចឹងទៅវាមានខុសច្រើនចឹងធ្វើឲ្យវា take time មែនតើក្នុងការបូកឲ្យបានត្រឹមត្រូវហ្នឹងហើយបញ្ហាបន្ទាប់នោះគឺ lack of real time data and monitoring ដោយសារតែពេលខ្លះទៅវាពិបាកដល់ពួកគាត់ដែលអ្នកខ្លះគាត់ត្រូវចុះបេសកកម្មទៅតាមខេត្តតាមអីចឹងទៅមួយបញ្ហាបន្ទាប់ទៅគាត់អត់បានសុំទៅ HR ឬមួយក៏ប្រធានរបស់គាត់ឲ្យតាន់ពេលអីចឹងហ្នឹងហើយវាមានការពិបាកហើយចំណុចបន្ទាប់គឺ poor data ហ្នឹងហើយអាហ្នឹងវាដោយសារតែពួកគាត់ធ្វើ manual ដោយដៃចឹងវាធ្វើឲ្យ data ហ្នឹងវាអត់ secure ហើយវាមានការ error ខុសអីចឹងទៅហើយចំណុចបន្ទាប់គឺយើងឃើញថានៅក្នុងស្ថាប័នមួយចំនួនធំគឺគាត់អត់ទាន់មាន budget គ្រប់គ្រាន់ក្នុងការធ្វើautomated attendant tracking system ហ្នឹងអញ្ចឹងបានធ្វើឲ្យគាត់នៅតែប្រើនៅការ track attendant ដោយដៃហ្នឹងអញ្ចឹងដោយសារតែយើងមើលឃើញបញ្ហាទាំងអស់នេះហើយទៅធ្វើឲ្យពួកយើងមានគំនិតមួយដោយបង្កើត platform មួយដែលមានឈ្មោះថា Presenso អញ្ចឹង Presenso ហ្នឹងគឺជា platform មួយសម្រាប់ track attendant with the modern technology ហើយplatform របស់យើងហ្នឹងគឺវាជួយឲ្យមានភាពងាយស្រួលជាងមុនហើយនឹងមានភាពសក្រិតជាងមុនផងដែរចំពោះ platform របស់យើងហ្នឹងក៏អាចប្រើបាននៅក្នុងទូរស័ព្ទដែលជា application ហើយ system platform មួយของ platform យើងហ្នឹងគឺវាមាននៅ GPS មួយសម្រាប់ track ថាគាត់នៅកន្លែងណាប៉ុន្តែយើង track តែនៅក្នុងម៉ោងការងារគាត់ដែលយើងអត់ track ដល់ privacy គាត់ក្រៅពីម៉ោងការងារហ្នឹងឯងអញ្ចឹងចំពោះ system របស់យើងហ្នឹងមាន feature ចំនួន5ដូចជា request permission request mission view attendance claim reward ហើយជាមួយនឹង report អញ្ចឹងមានន័យថាចំពោះ request permission ហ្នឹងគឺពួកគាត់អាច request ពីផ្ទះក៏បាន request នៅណាក៏បានដែរហើយគាត់អាច add attachment បានឧទាហរណ៍ថាពួកគាត់ត្រូវទៅពេទ្យអញ្ចឹងគាត់អាច add attachment ជាមួយនឹងសំបុត្រពេទ្យបានហើយជាមួយនឹងសរសេរនៅ reason របស់គាត់នៅកន្លែងហ្នឹងបានចំពោះ request mission ហ្នឹងក៏ដូចគ្នាដែរនឹងឲ្យគាត់អាច add attachment ជាមួយនឹងសរសេរ reason របស់គាត់នៅតាមហ្នឹងទៅហើយទី3គឺ view attendant អញ្ចឹងគាត់អាច view attendant ខ្លួនគាត់ក៏បានឬមួយក៏ប្រធានគាត់ហ្នឹងអាច view attendant ក៏បាន view របស់គាត់ក៏បាន HR ហ្នឹងក៏គាត់អាច view បានដែរអាចឲ្យដឹងថាបុគ្គលម្នាក់ហ្នឹងគាត់មក late ចំនួនប្រហែលមកទៀងទាត់អត់រាល់ថ្ងៃហ្នឹងឬមួយក៏គាត់ absent ចំនួនប្រហែលហើយអាចយើងក៏មាន feature មួយដែលអាចមើលតាមដឹងថានៅថ្ងៃហ្នឹងប្រចាំសប្តាហ៍ឬមួយក៏ប្រចាំខែអីចឹងដែរហើយចំពោះទី4គឺ claim reward អានេះគ្រាន់តែជា feature មួយដែលយើងដាក់សម្រាប់លើកទឹកចិត្តដល់បុគ្គលិកដែលគាត់មកបានទៀងទាត់រាល់ថ្ងៃអញ្ចឹងទៅគឺយើងឲ្យគាត់ជាផ្កាយទៅតាមនឹង based on performance របស់គាត់ហ្នឹងហើយទី5គឺ report អញ្ចឹង report ហ្នឹងគឺគាត់អាច report ប្រាប់មេគាត់ឬមួយក៏ report ថាថ្ងៃហ្នឹងគាត់បានធ្វើការងារអីគេខ្លះឬមួយក៏គាត់ទៅចុះបេសកកម្មអញ្ចឹងដែលត្រូវថ្នាក់លើបានដាក់ឲ្យគាត់ហ្នឹងគាត់អាច report ប្រាប់តាមនឹង base ហ្នឹងហើយតាមការងាររបស់គាត់ហ្នឹងផងដែរចឹងចូលមកដល់ចំណុចបន្ទាប់គឺ customer profile ចឹងចំពោះ system យើងហ្នឹងគឺយើងមានគម្រោងផ្ដោតទៅលើ public sector healthcare facilities ហើយជាមួយនឹង business ប៉ុន្តែឥឡូវហ្នឹងយើងគ្រាន់តែចង់ focus ទៅលើ public sector សិនឯងដែលយើងចង់ផ្ដោតទៅលើស្ថាប័នរដ្ឋណាដែលគាត់មានបុគ្គលិកច្រើនហើយគាត់ចង់ track ពីសកម្មភាពរបស់បុគ្គលិកគាត់ហ្នឹងដែលនៅកន្លែងជាក់លាក់ចង់ដឹងថាបុគ្គលិកគាត់ហ្នឹងនៅធ្វើការអត់ឬមួយក៏គាត់គ្រាន់តែសញ្ញា attendant ហើយគាត់ទៅធ្វើអីផ្សេងដែលអត់មាននៅធ្វើការអីសោះចឹងហ្នឹងឯងចឹងចូលមកដល់ចំណុចបន្ទាប់គឺ value proposition អ
ចឹង system របស់យើងហ្នឹងគឺយើងអាច customize ទៅតាមតម្រូវការរបស់ customer របស់យើងដែលគាត់អាច request មកកាន់ពួកយើងមកថាគាត់ចង់ add time feature អីគេខ្លះដែលសមស្របទៅតាមតម្រូវការរបស់ពួកគាត់ហ្នឹងហើយទី2គឺ convenient ចឹង system របស់យើងគឺមានភាពងាយស្រួលក្នុងការប្រើប្រាស់មែនទែនដែលវាជា user friendly វាអត់ពិបាកក្នុងការប្រើទី3គឺ performance ចឹង system យើងនឹងជួយ reduce នៅ mistake ក៏ដូចជាការ fake check in អីហ្នឹងផងដែរចឹងចំពោះ competitor analyze វិញ based ទៅលើអ្វីដែលពួកយើងបាន research ហ្នឹងយើងឃើញថា check in me គឺ system របស់គាត់ក៏ល្អដែរតែគ្រាន់ថាអ្វីដែលគាត់អត់មានហ្នឹងគឺមានពីរចំណុចដែលខុសពីពួកយើងគឺគាត់អត់មាននៅ performance report ដែលគាត់អត់អាច report សកម្មភាពរបស់បុគ្គលិកនីមួយៗហើយទី2នោះគឺគាត់ track ទាំងនៅម៉ោងក្រៅម៉ោងធ្វើការរបស់បុគ្គលិកទៀតប៉ុន្តែចំពោះ system យើងវិញគឺយើង track ទៅនៅក្នុងម៉ោងការងារយើងអត់ track ឲ្យទៅដល់ក្រៅម៉ោងការងាររបស់គេហ្នឹងហើយចំពោះMICHM ជាមួយនឹង Better HR ហ្នឹងគឺគេជាលក្ខណៈ global មានទាំងនៅស្រុកខ្មែរមានទាំងនៅក្រៅស្រុកអញ្ចឹងក៏វាដូចទៅនឹង check in me ដែរចំពោះ revenue model របស់ Presenter វិញគឺយើងមានពីរប្រភេទដូចជា subscription plan ជាមួយនឹង one time purchase អញ្ចឹងចំពោះ subscription plan ហ្នឹងគឺយើងឲ្យ customer គាត់បើជា package ដែលយើងមានដូចជា monthly yearly ឬមួយក៏ជាប្រភេទ6ខែហើយចំពោះបើពួកគាត់ចង់ add time នៅ feature អីផ្សេងគឺគាត់យើងនឹង charge គាត់តាមហ្នឹងប៉ុន្តែបើ one time purchase វិញគឺយើងនឹង free ឲ្យគាត់ចំនួន2 feature ទៀតអញ្ចឹងបើគាត់ចង់បាន feature បន្ថែមចំនួន2ទៀតគឺយើងនឹង free ឲ្យគាត់យើងនឹងអត់ charge អីទៀតទេអញ្ចឹងចូលមកដល់ market validation អញ្ចឹងដូចអ្វីដែលពួកយើងបាន research ហ្នឹងយើងឃើញថានៅប្រទេសខ្មែរយើងហ្នឹងមានស្ថាប័នរដ្ឋចំនួនលើសអាចនឹងថាលើស200ទៀតប៉ុន្តែចំពោះស្ថាប័នដែលគាត់មាន automated system ហ្នឹងអាចថាប្រហែលជា 30% ទេដែលមាន automated system ចំពោះ 70% ទៅគឺគាត់នៅប្រើ manual ដែលការធ្វើដោយដៃបូកសរុបដោយដៃអីហ្នឹងអញ្ចឹងយើងឃើញថាតម្រូវការ automated system ហ្នឹងគឺវានៅមានច្រើនទៀតហ្នឹងហើយចូលមកដល់ partner គឺពួកយើងមាន partner ចំនួន3ដូចជា cloud ទី1ដែលសារតែយើងត្រូវការ store data អីមួយចំនួននៅក្នុងហ្នឹងទី2គឺ Google Map ដែលសារតែយើងត្រូវ track GPS track ទីតាំងរបស់បុគ្គលិកនីមួយៗហើយទី3នោះគឺធនាគារដែលសារតែយើងពួកគាត់អាច pay តាមធនាគារតាមអីហ្នឹងហើយហើយចូលមកដល់ចំណុចបន្ទាប់គឺ marketing strategy អញ្ចឹងពួកយើងមាន direct contact ដែលយើងអាចនឹងទៅផ្សព្វផ្សាយនៅតាមស្ថាប័នរដ្ឋទាំងអស់ហ្នឹងទី2អាចនឹងតាម channel មួយចំនួនដូចជា social media campaign អីចឹងទៅឬមួយក៏ offer ពួកយើងនឹងអាចនឹង offer demo អីមួយចំនួនទី3គឺ branding ហើយនេះគឺជា team member របស់ពួកយើងដែលពួកយើងមានចំនួន5នាក់ហើយជាមួយនឹង role របស់ពួកយើងនីមួយៗហើយនឹងការ present របស់ខ្ញុំគឺមានប៉ុណ្្នឹងឯងអរគុណអ្នកនរគ្នាដែលបានចំណាយពេលវេលាក្នុងការស្ដាប់